សូមស្រមៃថាបើថ្ងៃស្អែកម្ចាស់ក្រុមហ៊ុនម្នាក់ប្រកាសថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងដំឡើងប្រាក់ខែបុគ្គលិកទ្វេដងតើអ្នកគិតថាម្ចាស់ក្រុមហ៊ុននោះឆ្កួតទេនៅឆ្នាំ1914មានបរិសម្នាក់ធ្វើរឿងនេះពិតប្រាកដគាត់មិនត្រឹមតែដំឡើងប្រាក់ខែទេគាត់ក៏កាត់ម៉ោងធ្វើការឲ្យខ្លីជាងមុនទៀតអ្នកចំនួនជាច្រើននិយាយថាក្រុមហ៊ុន Ford និងខ្សែធនសារព័ត៌មានខ្លះសរសេរថាវាជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅបំផុតប៉ុន្តែត្រឹមតែរយៈពេលប៉ុន្មានឆ្នាំក្រោយការសម្រេចចិត្តដែលគេគិតថាជាកំហុសនេះបានក្លាយជាគំរូសម្រាប់ក្រុមហ៊ុនទូទាំងពិភពលោកបរិសម្នាក់នោះគឺ Henry Ford ឆ្នាំ1914រោងចក្រ Ford កំពុងជួបបញ្ហាធំបន្ទាប់ពី Model T ទទួលបានជោគជ័យយ៉ាងខ្លាំងរោងចក្រ Ford ផលិតបានរថយន្តរាប់រយគ្រឿងក្នុងមួយថ្ងៃប៉ុន្តែភាពជោគជ័យនេះបានបង្កប់នៅបញ្ហាដ៏ធំមួយនៅក្នុងការដឹកនាំការងារនៅលើ Moving Assembly Line មានល្បឿនលឿននិងធ្វើដដែលកម្មករជាច្រើនមិនអាចទ្រាំបានពួកគេលាឈប់ជារៀងរាល់ថ្ងៃក្នុងមួយឆ្នាំ Ford ត្រូវជួលកម្មករថ្មីរាប់ម៉ឺននាក់ដើម្បីជំនួសអ្នកដែលបានលាឈប់ការបណ្ដុះបណ្ដាលកម្មករថ្មីចំណាយទាំងពេលវេលានិងថវិកា Henry Ford ដឹងថាបញ្ហាមិនមែនមកពីកម្មករទេបញ្ហាគឺក្រុមហ៊ុនមិនទាន់ផ្ដល់តម្លៃគ្រប់គ្រាន់ដល់មនុស្សដែលជួយបង្កើតភាពជោគជ័យដល់ក្រុមហ៊ុនការប្រកាសដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅថ្ងៃទី5ខែមករាឆ្នាំ1914 Henry Ford ធ្វើសន្និសីទសារព័ត៌មានមួយគាត់ប្រកាសថាកម្មករដែលពេញសិទ្ធិនឹងទទួលបានប្រាក់អបបរមា$5ក្នុងមួយថ្ងៃនៅសម័យនោះកម្មកររោងចក្រជាច្រើនទទួលបានប្រហែល$2ទៅ$3ក្នុងមួយថ្ងៃតែប៉ុណ្ណោះនោះមានន័យថា Ford កំពុងបង្កើនប្រាក់ខែជិតទ្វេដងមិនត្រឹមតែប៉ុណ្ណោះគាត់ក៏កាត់ម៉ោងធ្វើការពី9ម៉ោងមកត្រឹម8ម៉ោងក្នុងមួយថ្ងៃព័ត៌មាននេះរាលដាលពាសពេញអាមេរិកនៅថ្ងៃបន្ទាប់មនុស្សរាប់ពាន់នាក់បានទៅឈរតម្រង់ជួរមុខរោងចក្រដើម្បីដាក់ពាក្យធ្វើការសារព័ត៌មានទូទាំងប្រទេសសុទ្ធតែនិយាយអំពី Henry Ford តើ Henry Ford ទឹកចិត្តល្អឬមានផែនការធំមនុស្សជាច្រើនគិតថា Henry Ford ធ្វើបែបនេះព្រោះគាត់ចិត្តល្អប៉ុន្តែការពិតមានហេតុផលជាច្រើនជាងនេះហេតុផលទី1គាត់ចង់រក្សាកម្មករល្អមិនឲ្យលាឈប់ពីក្រុមហ៊ុនរបស់គាត់ទី2គាត់ចង់បង្កើនការលើកទឹកចិត្តដល់ក្រុមការងារកម្មករដែលមានប្រាក់ខែខ្ពស់មានទំនួលខុសត្រូវនិងផលិតភាពខ្ពស់ជាងមុនទី3គាត់មានគំនិតដ៏អស្ចារ្យមួយដែលមនុស្សទូទៅមិនបានដឹង Henry Ford ធ្លាប់និយាយថាខ្ញុំចង់ឲ្យកម្មកររបស់ខ្ញុំអាចមានលទ្ធភាពទិញរថយន្តដែលពួកគេបានផលិតគាត់យល់ថាបើកម្មករមានប្រាក់ចំណូលល្អពួកគេនឹងក្លាយជាអតិថិជនរបស់ក្រុមហ៊ុនគាត់ហើយនៅពេលអតិថិជនកើនឡើងក្រុមហ៊ុនក៏លក់បានកាន់តែច្រើនវាជាគំនិតដែលអ្នកសេដ្ឋកិច្ចជាច្រើនចាត់ទុកថាមានចក្ខុវិស័យឆ្ងាយជាងគេនាសម័យរបស់គាត់មនុស្សសើចចំអកតែលទ្ធផលនិយាយជំនួសដំបូងអ្នកចំនួនជាច្រើនរិះគន់ Ford ពួកគេបាននិយាយចំអកថាបើបងប្រាក់ខែខ្ពស់បែបនេះក្រុមហ៊ុននឹងខាតបង់រលាយរលត់ជាក់ជាមិនខានប៉ុន្តែអ្វីដែលកើតឡើងគឺផ្ទុយទាំងស្រុងពីការរិះគន់សើចចំអកទាំងនោះនៅពេលនោះកម្មករលាឈប់មានចំនួនតិចជាងមុនឆ្ងាយណាស់ផលិតភាពបានកើនឡើងយ៉ាងគំហុកចំណែកការបណ្ដុះបណ្ដាលកម្មករថ្មីក៏ចំណាយតិចជាងមុនផ្ទុយទៅវិញក្រុមហ៊ុន Ford ផលិតរថយន្តបានកាន់តែច្រើនហួសពីការរំពឹងទុកឆ្លើយតបទៅនឹងទីផ្សារនៃការលក់ក៏កាន់តែកើនឡើងយ៉ាងខ្លាំងចំណែកប្រាក់ចំណេញក៏កើនឡើងដែរមិនយូរប៉ុន្មានក្រុមហ៊ុនជាច្រើនចាប់ផ្ដើមសិក្សាផ្លាស់ប្ដូររបៀបធ្វើការនិងអនុវត្តគោលនយោបាយថ្មីទៅតាមគំនិតរបស់លោក Ford សម្រាប់ក្រុមហ៊ុនរបស់ខ្លួន
Henry Ford មិនត្រឹមតែផ្លាស់ប្ដូរឧស្សាហកម្មរថយន្តទេគាត់បានផ្លាស់ប្ដូររបៀបដែលក្រុមហ៊ុនមើលទៅលើបុគ្គលិកឬកម្មករដែលជាកោសិកាដ៏សំខាន់នៃក្រុមហ៊ុនមេរៀនដែលពិភពលោកទទួលបាន Henry Ford បានបង្ហាញថាកម្មករមិនមែនជាចំណាយប៉ុណ្ណោះទេពួកគេគឺជាកម្លាំងដែលជំរុញឲ្យក្រុមហ៊ុនរីកចម្រើនខ្លាំងក្លាផងដែរនៅពេលអ្នកវិនិយោគលើមនុស្សនឹងបង្កើតតម្លៃត្រឡប់មកវិញគំនិតនេះបានក្លាយជាមូលដ្ឋាននៃការគ្រប់គ្រងធនធានមនុស្សនាសម័យទំនើបជាការពិត Henry Ford មិនបានដំឡើងប្រាក់ខែព្រោះគាត់មិនដឹងពីរបៀបចាត់ចែងនិងគ្រប់គ្រងលុយទេគាត់ធ្វើវាព្រោះគាត់យល់យ៉ាងច្បាស់ថាការវិនិយោគល្អបំផុតគឺការវិនិយោគលើមនុស្សហើយការសម្រេចចិត្តមួយនៅឆ្នាំ1914បានផ្លាស់ប្ដូរទាំងជីវិតកម្មករទាំងក្រុមហ៊ុន Ford និងទស្សនៈរបស់ពិភពអាជីវកម្មជាច្រើនចាប់តាំងពីពេលនោះមកបើអ្នកជាអ្នកដឹកនាំសូមកុំមើលឃើញមនុស្សជាលេខឬជាចំណាយឬមើលកម្មករជាចំណែកនៃបំណុលអីសូមមើលឃើញពួកគេជាប្រភពទ្រព្យដែលមិនចេះរីងស្ងួតនិងជាដៃគូក្នុងភាពជោគជ័យរបស់ក្រុមហ៊ុនឬអាជីវកម្មរបស់អ្នកវិញហើយបើអ្នកជាបុគ្គលិកវិញសូមចងចាំថាតម្លៃរបស់អ្នកមិនមែនស្ថិតនៅត្រឹមប្រាក់ខែដែលអ្នកទទួលបានសពថ្ងៃនោះទេប៉ុន្តែតម្លៃពិតស្ថិតនៅលើជំនាញសុចរិតភាពនិងតម្លៃដែលអ្នកបានបង្កើតដោយខ្លួនឯងវានៅក្នុងខ្លួនរបស់អ្នកឲ្យតែអ្នកខ្លាំងពិតថ្ងៃណាមួយថ្នាក់ដឹកនាំក្រុមហ៊ុននឹងមើលឃើញពីតម្លៃរបស់អ្នកបើគេមើលមិនឃើញទេតម្លៃរបស់អ្នកក៏មិនទៅណាដែរនៅក្នុងខ្លួនរបស់អ្នកដដែលហើយខ្លាំងជាងមុនជាលំដាប់ថ្ងៃណាមួយនឹងមានក្រុមហ៊ុនផ្សេងនឹងទាញអ្នកទៅចូលរួមជាមួយក្រុមហ៊ុនរបស់ពួកគេឬទាញអ្នកជាដៃគូសហការក្នុងផ្នែកណាមួយនៃអាជីវកម្មរបស់គេជាក់ជាមិនខានពេលខ្លះការសម្រេចចិត្តដែលមនុស្សភាគច្រើនគិតថាជាទង្វើឆ្កួតឡប់អាចคล้ายជាគំនិតដែលផ្លាស់ប្ដូរពិភពលោកបានបើអ្នកចូលចិត្តរឿងរ៉ាវអំពីមនុស្សដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រសូមចុច Like Subscribe និងបើកកណ្ដឹងនៅវគ្គបន្ទាប់យើងនឹងស្វែងយល់ពីការប្រកួតដ៏ក្តៅគគុករវាង Henry Ford និង General Motors ដែលបានផ្លាស់ប្ដូរទិសដៅឧស្សាហកម្មរថយន្តនៅអាមេរិកសូមចុចទស្សនាវីដេអូបន្ទាប់